រឿងទឹកចិត្តដល់ប្រពៃថ្ងៃមួយស្រីនាថបានត្រឡប់មកពីសាលារៀនមុនម៉ោងបន្តមីងណនឆ្ងល់ក៏សួរយីនេះហើយថ្ងៃនេះម្ដេចក៏កូនចេញពីរៀនមុនម៉ោងដូចនេះស្រីនាថឆ្លើយចាស់ម៉ាក់ថ្ងៃនេះអ្នកគ្រូខ្ញុំឈឺស្រីនាថបានសុំម្ដាយឲ្យជូននាងទៅសួរសុខទុក្ខអ្នកគ្រូដែលកំពុងសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពមីងណនឆ្លើយ
ល្អហើយកូនម៉ាក់ជូនកូនទៅឡើងទៀត នេះ តែចាំម៉ែរៀបចំផ្លែឈើតែចាំម៉ែរៀបចំផ្លែឈើបន្តិចបន្តួចញ៉ាជូនគាត់ tốt đây là ឃើញស្រីនេះនឹងម្ដាយមកដល់អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់ គាត់និយាយអ្នកគ្រូ សូមអរគុណកូនស្រីនេះ និងអ្នកមីងដែលមកសួរសុខទុក្ខខ្ញុំ នឹងអ្នកមីងអីនេះ រកសិននិងអ្នកមីងដែលមកសួរសុខទុក្ខខ្ញុំ មីងនន់តបមិនអីទេ សូមជូនពរអ្នកគ្រូ សូមជូនពរអ្នកគ្រូឲ្យឆាប់ជាសះស្បើយ ស
អ្នកគ្រូចាស់អរគុណគ្រូជាឪពុកម្ដាយទី2របស់យើង ថ្ងៃតែអស់ខ្ញុំទុកខ្ញុំធ្វើជួយអញខ្ញុំជួយទៅហមហឹក